Bàលោកគ្រូអ្នកគ្រូយើងចង់ save រូបហ្នឹងហើយដកកន្លាចេញយើងអាចឧទាហរណ៍ថា save រូបទាំងអស់ហ្នឹងមកណារូបទាំងអស់ឥឡូវយើងសូមដាក់អានេះចូលវិញទៅចុចកន្លែងមកសំទោសនេះយើងហ៊ុញដាក់ my ចំនេះហ៊ុញចូលក្នុងតិចមកអានេះយើងខ្វែងវិញមកណាអានេះជាខាងស្ដាំហ្នឹងណាឥឡូវចង់ដាក់រូបហ្នឹងទាំងអស់បើសិនជាលោកគ្រូអ្នកគ្រូចង់ដាក់តែរូបមួយណាលោកគ្រូអ្នកគ្រូអាចទាញវាទៅដាក់កន្លែងណាមួយហើយឧទាហរណ៍ថាវងនេះបាទឧទាហរណ៍វងនេះចង់ដាក់វងហ្នឹងណាយកវងហ្នឹងឥឡូវសុំលុបអាស៊ីនេះចោលបាទអាចគោយនេះបាច់ដាក់ក៏បានដែរបាទនេះយើងអាចដកចោលក៏បានដែរ show object ដកចេញហើយទុកអាប្លោះនេះវិញឥឡូវយើងចង់ដកកាឡាចោលហើយ save តារូបវងឯងយើងអាចចុច click មកស្ដានទៅលើផ្ទៃការងាររបស់យើងហើយដក text ចោលមកនេះយើងបានវងមួយហើយអា source នេះយើងអាចកែបានណាចុច rename មក click មកស្ដាំហើយ rename អញ្ចឹងឧទាហរណ៍ថាអាហ្នឹងជាចំណុច A យើងដាក់ A មកចុច OK មកបាទអញ្ចឹងមកណាតមកទៀតយើងចុចត្រង់កន្លែងបន្ទាត់3ខាងលើនេះចុចត្រង់នឹងមួយហើយយកពាក្យថា export image ឬក៏ចុចពាក្យ download ក៏បានដែរតែខ្ញុំយក export image បាទ export image វានឹងបានរូបប៉ុណ្នេះណាប៉ុណ្ណឹងបើយើងអត់ចង់បានប៉ុណ្ណឹងទេយើងអាចចុចទៅលើអេក្រង់មកវិញមកយើងរីកវាតិចទៀតទៅបាទប៉ុណ្នេះចុះហ្នឹងហើយចុច export image ម្ដងទៀតមកនេះបានរូបប៉ុណ្នេះណាហើយអាចចុច clipboard ក៏បាន copy to clipboard ក៏បានឬចុច download ក៏បានដែរចុច download វានឹងទាញ file របស់យើងចូលនៅក្នុង folder ណាមួយដែលយើងចង់ដាក់ចូលអញ្ចឹងឥឡូវឧទាហរណ៍ថានេះជា file ឈ្មោះរូបភាពហ្នឹងហើយជា file PNG យើងដាក់ PNG ហ្នឹងមកចុច save មកវានៅក្នុង download ហើយនឹងក្បាច់មួយទៀតយើង copy to clipboard មិញដូចខ្ញុំប្រាប់ចុចទៅ export image យកពាក្យថា copy to clipboard ចុចអាហ្នឹងមក copy ហើយយើងបើសិនជាកិច្ចការរបស់យើងធ្វើនៅក្នុង Word ណាគេទៅបើក Word របស់យើងមកបាទអញ្ចឹងយើងគ្រាន់តែ control V វាមកវានឹងមករូបដែលយើងcopy to clipboard ហ្នឹងហើយនេះរូបហ្នឹងណាអញ្ចឹងយើងចង់ crop image វាយើងអាចចុចទៅកាន់ format photo format ហ្នឹងមកចុចកន្លែង crop មកបាទ crop មកយើងទាញវាបញ្ចូលមកណាបាទតែប៉ុណ្ណឹងរួចរូបមួយបានរូបមួយឃើញអត់ហ្នឹងហើយអញ្ចឹងរូបផ្សេងទៀតយើងធ្វើរបៀបហ្នឹងដូចគ្នាបាទអរគុណច្រើនណា